វីដេអូនេះនេះខ្ញុំថតរៀងយូរដែរហើយគឺការប្រជុំបិណ្ឌដែលជួបជុំគ្រួសារបងប្អូនខាងប្តីនាងខ្ញុំហើយប្អូនថ្លៃហ្នឹងគឺគាត់តែមកប្តីនាងខ្ញុំថាគាត់ចង់ញ៉ាំត្រីឆ្ដោតត្រីរ៉ស់បែបយកសាច់វាធ្វើភ្លាអញ្ចឹងណាអញ្ចឹងនេះខ្ញុំមើលគ្រួសារហ្នឹងជិះទៅផ្សារឃើញត្រីនេះល្អមែនតើបងប្អូននៅឡងមួយហ្នឹង1គីឡូជាង2គីឡូអី3គីឡូអីណាហើយអញ្ចឹងហើយនេះខ្ញុំទិញអាធំមួយប្រហែលជា2គីឡូជាងចាយកមកគឺឲ្យអ្នកលក់នឹងគាត់ប្រលះយកតែសាច់ឲ្យនិយាយពីថាសាច់ល្អមែនតើខ្ញុំដាក់រៀងស្លេកដោយសារតែខ្លាំងវីដេអូហ្នឹងគឺ Facebook ចាប់បងប្អូនដោយសារឃើញឈាមណាសាច់ត្រីបានតែប៉ុណ្្នឹងទេគិតលុយអស់30000ជិត40000ចាអញ្ចឹងហើយមកដល់ផ្ទះគូសានខ្ញុំក៏ចាប់ផ្ដើមយកត្រីហ្នឹងទៅលាងហើយហ្នឹងគឺថាលាងរងចាំប្អូនថ្លៃគាត់មកពីភ្នំពេញអញ្ចឹងគាត់ជាអ្នកធ្វើជាមួយនឹងភ្លានឹងទៅហើយគ្រូសានខ្ញុំលាងហើយគឺដាក់សណ្ដើនៅកញ្ច្រែងអញ្ចឹងនិយាយពីសាច់ត្រីនឹងល្អមែនតើបងប្អូនហើយបន្ទាប់ពីលាងត្រីហើយនេះខ្ញុំនឹងបងថ្លៃហ្នឹងគឺថាគាត់បងថ្លៃនេះខ្ញុំគាត់អ្នករៀបបន្លែលាងបន្លែទៅហើយនេះខ្ញុំអ្នកថតចាឃើញថាលាងមកគាត់នឹងរៀបឡើងមកស្អាតដែរហ្នឹងបងប្អូនហើយបន្លែទាំងអស់ហ្នឹងដល់បងប្អូនឃើញអញ្ចឹងមានចម្រោះចាមានម្ទេសមានជាមួយនឹងសាឡាត់ស្រួយមានសណ្ដែកមានជាមួយប៉េងប៉ោះចាមានជីមានម្ទេសអីចឹងទៅគឺថាមានគ្រប់មុខតែម្ដងហើយនាងខ្ញុំនឹងបងថ្លៃគឺថាអង្គុយរៀបទ្រាំទៅហើយមកកញ្ច្រៃនេះបងប្អូនគឺយូរដែរហ្នឹងណាបាននិយាយអំពីបងថ្លៃនេះខ្ញុំវិញមិនត្រឹមតែសង្ហាហើយមានសាច់ដុំហើយមានសាច់ភ័យទៀតចាគឺថាសង្ហាហើយចេះធ្វើម្ហូបចាហើយរៀបបន្លែរៀបអីឃើញទេបងប្អូនគាត់រៀបមានរបៀបរៀបរយរបស់គាត់គឺស្អាតមកកញ្ច្រៃហ្នឹងគឺគាត់អ្នកលាងអ្នករៀបឯណានេះខ្ញុំបានថតទេដែរបងប្អូនចាហើយនេះបន្ទាប់ពីលាងបន្លែរួចឃើញថាប្អូនថ្លៃគាត់មកដល់អញ្ចឹងគឺគាត់ជាអ្នកផ្លះចាសាច់ត្រីហ្នឹងដើម្បីហាន់វាស្ដើងណាបងប្អូនហើយគាត់កំពុងតែរកន្លែងណាមានឆ្អឹងកន្លែងណាអត់ឆ្អឹងហើយមិនត្រឹមតែយើងធ្វើជាមួយនឹងភ្លាទេគឺយើងមានជាមួយនឹងមាន់ចាមាន់ហ្នឹងគឺយើងយកទៅដុតជាមួយកូកាអញ្ចឹងណាបងប្អូនហើយដោយបងប្អូនឃើញអញ្ចឹងគឺថាសាច់ត្រីហ្នឹងគាត់ហាន់បែបស្ដើងគឺយកទៅធ្វើភ្លាបែបយើងហូបឆៅផ្ទាប់ជាមួយបន្លែជ្រលក់ទឹកត្រីកោះកុងណាបងប្អូនចាឃើញថាបន្ទាប់ពីប្រលះជាមួយនឹងសាច់ត្រីហ្នឹងរួចរាល់គឺថាប្អូនថ្លៃនេះខ្ញុំនឹងយកសាច់ត្រីហ្នឹងទៅដាក់នេះត្រាំជាមួយនឹងសូដាចោលប្រហែលជាកន្លះម៉ោងអីទៅចាហើយមាន់ហ្នឹងក៏ឆ្លៀតយកទៅដាក់ដុតបដាអញ្ចឹងណាព្រោះដោយសារយើងធ្វើម្ហូបពី3មុខខ្លាចអត់តណបងប្អូនអញ្ចឹងតើយើងឆ្លៀតធ្វើនេះបន្តិចនោះបន្តិចទៅដើម្បីថាឆាប់ឆ្អិនទៅបានញ៉ាំអញ្ចឹងណាហើយបន្ទាប់ពីសាច់ត្រីហ្នឹងដាក់ត្រាំជាមួយនឹងសូដាហើយគឺយកមកដាក់តកបែបនេះចាហើយនេះគឺបន្លែដែលត្រូវផ្ទាប់ជាមួយមានការ៉ុតមានជីមានសាឡាត់ស្រួយមានទឹកសក់អីចឹងទៅចាបន្ទាប់ពីមាន់ឆ្អិនចាឃើញថានេះមិនត្រឹមតែមានមាន់គឺមានទាំងកែបបំពងណាទៀតបងប្អូនចាហើយដល់វគ្គញ៉ាំហ្នឹងគឺថាជាតិមែនតើបងប្អូនគឺយើងញ៉ាំជុំជាមួយគ្រួសារខាងប្តី